បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះជាការប្រកួតនៅក្នុងថ្ងៃទី2បាទរវាងទូកបាទខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌លឿងនោះគឺជាទូកម្ចាស់ផ្ទះបាទដែលមានឈ្មោះថាពិជ័យវង្សាតេជោសែនជ័យបាទចំណែកខ្សែទឹកខាងក្នុងនោះគឺជាទូកដែលមានឈ្មោះថាមហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វែនដែតបាទទូកនេះគឺមកពីវត្តស្វែនដែតបាទអរិយស័ព្ទបាទខេត្តកណ្ដាលបាទឥឡូវយើងឃើញថានេះជាការប្រកួតជើងទី1បាទជើងទី1សម្រាប់ថ្ងៃទី2បាទឥឡូវឃើញថាខ្សែទឹកខាងក្នុងបាទចំណុះនេះគឺជាចំណុះទួភីបាទបារងចំណែកឯខ្សែទឹកខាងក្រៅនោះគឺជាចំណុះរបស់បងផ្ការីកគ្រប់ប្រដៅបាទមកគូនេះគឺល្អប៉ះស្អាតហើយបាទឥឡូវឃើញថាខ្សែទឹកខាងក្នុងមហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វែនដែតបាទកំពុងតែមានប្រៀបទៅលើពិជ័យវង្សាតេជោសែនជ័យបាទឥឡូវបាទឈ្នះសកតប្រហែលជាមួយខ្ទង់មួយពេលក្បាលទេបាទឥឡូវយើងចូលដល់ជើងទី2បាទជើងទី2នេះផ្លាស់ប្ដូរខ្សែទឹកបាទមហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វែនដែតផ្លាស់ទៅនៅខ្សែទឹកខាងក្រៅចំណែកឯពិជ័យវង្សាតេជោសែនជ័យបានផ្លាស់មកខាងក្នុងវិញបាទជើងទី2នេះផ្លាស់មកខាងក្នុងចាញ់ប្រៀបខ្លាំងជាងជើងទី1បាទឥឡូវយើងឃើញថាមហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វែនដែតបាទកំពុងតែនាំមុខខ្លាំងមែនតើបាទអាចថាឈ្នះច្រើនជាងជើងទី1បាទល្អណាស់បាទចំណុះទូភីបារងបាទឡើងទូកស្វែនដែតនេះគឺល្អមែនតើហើយយ៉ាងមិនទៅហើយបាទពិជ័យវង្សាតេជោសែនជ័យបងផ្ការីកគ្រប់រដូវផ្ការីកនៅតែរីកដដែលទេឲ្យទៅនៅក្នុងទឹកបាទឥឡូវយើងឃើញថាជើងទី2បាទមហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វែនដែតបាទយកឈ្នះទៅលើបាទម្ចាស់ផ្ទះពិជ័យវង្សាតេជោសែនជ័យបាទអាចថាមកកោះតពួកថានេះបាទជើងទី2រៀងច្រើនតិច